បទបង្ហាញអំពីការរស់ក្នុងភាពសុខសាន្តដែលព្រះអង្គដ៏ជាព្រះសព្វហត្ថីចង់ឲ្យយើងទាំងអស់គ្នារស់នៅដោយប្រកបដោយភាពសុខសាន្តដោយមានព្រះគម្ពីរបានចែងនៅក្នុងព្រះគម្ពីរយ៉ូហានចំពុកទី16ខ33ព្រះបានមានព្រះបន្ទូលថាខ្ញុំប្រាប់សេចក្តីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្តដោយសារខ្ញុំនៅលោកីយ៍នេះនោះអ្នករាល់គ្នាមានសេចក្តីវេទនាមែនប៉ុន្តែត្រូវសង្ឃឹមឡើងត្បិតខ្ញុំបានឈ្នះលោកីយ៍ហើយបងប្អូនជាទីស្រឡាញ់ព្រះបានមានព្រះបន្ទូលថាឲ្យយើងបានរស់នៅដោយសេចក្តីសុខសាន្តពីព្រោះតែអង្គព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះដែលបានឈ្នះលោកីយ៍នេះហើយបងប្អូនខ្ញុំមានបទបង្ហាញសេចក្តី5យ៉ាងក្នុងការរស់ដោយសេចក្តីសុខសាន្តចំណុចទី1ដើម្បីឲ្យយើងរស់បានសេចក្តីសុខសាន្តចូលកុំស្អប់អ្នកដទៃដែលមានបញ្ជាក់នៅក្នុងបទគម្ពីរអេពីសូតចំពុក4ខ32ចូលមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមកព្រមទាំងមានចិត្តទន់សន្តោសហើយអត់ទោសគ្នាដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នាដោយព្រះគ្រីស្ទដែរយើងត្រូវរស់នៅដោយមានការសន្តោសប្រណីនិងត្រូវរស់នៅដោយក្តីមេត្តាដូចនៅក្នុងព្រះគម្ពីរយ៉ាកុបចំពុក2ខ13ត្បិតអ្នករាល់គ្នាដែលប្រព្រឹត្តដោយឥតមេត្តានោះនឹងត្រូវទោសឥតមេត្តាដែររីឯសេចក្តីមេត្តានោះរមែងឈ្នះសេចក្តីជំនុំជម្រះវិញចំណុចទី2មិនត្រូវរអ៊ូរទាំនឹងទុក្ខលំបាកនៅក្នុងព្រះគម្ពីរភីលីបចំពុក2ខ14ព្រះអង្គបានមានព្រះបន្ទូលថាចូលធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែឥតប្រកែកចូលឲ្យយើងរាល់គ្នាបានឧស្សាហ៍ប្រព្រឹត្តដោយព្យាយាមដូចមាននៅក្នុងគម្ពីរ1ទីម៉ូថេចំពុក4ខ15ចូលឧស្សាហ៍ប្រព្រឹត្តតាមសេចក្តីទាំងនេះហើយកាន់ខ្ជាប់ផងដើម្បីឲ្យមនុស្សទាំងឡាយបានឃើញសេចក្តីជំនឿរបស់អ្នកហើយចំណុចទី3ចូលកុំប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃដែលមានបញ្ជាក់នៅក្នុងព្រះគម្ពីរកូលីនថូសខ្សែទី2ចំពុក10ខ12ត្បិតយើងខ្ញុំមិនហ៊ានរាប់ខ្លួនជាមួយនឹងពួកអ្នកនោះខ្លះឬផ្ទឹមខ្លួននឹងគេដែលផ្ទុកផ្ដាក់ខ្លួនគេនោះឡើយពួកអ្នកនោះដែលគេវាស់ហើយផ្ទឹមខ្លួននឹងខ្លួនគេនោះគ្មានប្រាជ្ញាទេអ្នកដែលប្រៀបធៀបខ្លួននឹងអ្នកដទៃព្រះគម្ពីរបានបញ្ជាក់ថាជាអ្នកដែលគ្មានប្រាជ្ញាហើយចំណុចទី4ចូលកុំទាមទារការតបស្នងនៅក្នុងព្រះគម្ពីរលូកាចំពុក6ខ33ខ30និង34បានបញ្ជាក់ប្រាប់យើងថាបើអ្នករកគ្នាឲ្យគេខ្ចីដោយសង្ឃឹមនឹងបានវិញនោះតើមានគុណបំណាច់អ្វីត្បិតទាំងមនុស្សមានបាបក៏ឲ្យមនុស្សមានបាបខ្ចីដែរដើម្បីឲ្យបានដូចដើមវិញខ35ចូលស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នាឲ្យប្រព្រឹត្តល្អនឹងគេហើយឲ្យគេខ្ចីឲ្យឥតសង្ឃឹមនឹងបានអ្វីមកវិញចុះនោះអ្នករាល់គ្នានឹងបានរង្វាន់ជាយ៉ាងធំហើយធ្វើជាកូននៃព្រះដ៏ខ្ពស់បំផុតត្បិតទ្រង់តែងល្អដល់ទាំងមនុស្សអកតញ្ញូនិងមនុស្សអាក្រក់ដែរហើយចំណុចចុងក្រោយគឺជាចំណុចទី5ចូលកុំបារម្ភពីថ្ងៃស្អែកនៅក្នុងព្រះគម្ពីរម៉ាថាយចំពុក6ខ34បានបញ្ជាក់ប្រាប់យើងថាដូច្នេះកុំឲ្យខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយពីព្រោះថ្ងៃស្អែកនឹងខ្វល់ខ្វាយចំពោះការរបស់ថ្ងៃនោះឯងសេចក្តីលំបាកនៅថ្ងៃណានោះគឺល្មមត្រឹមថ្ងៃនោះហើយត្បិតយើងរាល់គ្នាមិនដឹងកើតមានអ្វីនៅថ្ងៃស្អែកទេបងប្អូនព្រះគម្ពីរសុភាសិតចំពុកទី27ខ1ក៏បានបញ្ជាក់ប្រាប់យើងទៀតថាកុំឲ្យអួតខ្លួនពីថ្ងៃស្អែកត្បិតឯងមិនដឹងថាជាថ្ងៃណានឹងកើតមានអ្វីនោះទេបងប្អូនជាទីស្រឡាញ់ការរស់នៅដោយសេចក្តីសុខសាន្តទាំង5ចំណុចដែលខ្ញុំលើកឡើងខ្ញុំសង្ឃឹមថាបងប្អូនរួមទាំងខ្ញុំនឹងរស់នៅដោយប្រកបដោយសេចក្តីសុខសាន្តពីព្រះអម្ចាស់និងសេចក្តីសង្ឃឹមនៃទ្រង់មកកាន់យើងរាល់គ្នាតាមរយៈបទបង្ហាញទាំង5យ៉ាងខាងលើខ្ញុំដឹងថាយើងទាំងអស់គ្នានឹងអាចរៀនរស់ក្នុងសេចក្តីសុខសាន្តរបស់ព្រះជាអម្ចាស់យេស៊ូវគ្រីស្ទបានទាំងអស់គ្នាសូមព្រះប្រទានពរ